ស្រែងមួយចំនួនថានៅពេលដែលមានអ្នកផលិតមាតិកាឬក៏ការទៅចែកវែកញែកណាមួយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលអាចប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចអ្វីដែលយើងគួរតែធ្វើនោះទី1គឺយើងតាក់ទងទៅអ្នកផលិតមាតិកាហ្នឹងដើម្បីឲ្យគាត់កែសម្រួលនៃឬក៏ចេញសារណាមួយដើម្បីកុំឲ្យមានការយល់ច្រឡំឬក៏ទម្រង់ណាមួយរើសអើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទៅកាន់ប្រជាជនទូទៅឬក៏ប្រជាពលរដ្ឋខ្មែរជាពិសេសមួយសម្រាប់ឲ្យបងប្អូនយើងស្វែងយល់ហើយឲ្យតម្លៃទៅលើជនជាតិដើមភាគតិចដែរអញ្ចឹងនៅក្នុងវគ្គនេះយើងទៅចែកវែកញែកទៅលើការប្រាប់ពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គមប៉ុណ្ណេះការស្នើសុំទៅដល់បងប្អូនទាំងអស់គ្នាដែរថាចូលរួមស្វែងយល់ទាំងអស់គ្នាអំពីគុណតម្លៃរបស់មនុស្សម្នាក់មិនថាគាត់ជាជនជាតិដើមភាគតិចឬក៏គាត់មានអត្តសញ្ញាណ gender បែបណាឬក៏គាត់មកពីបែបណាទេតែសូមឲ្យតម្លៃគាត់ក្នុងនាមជាមនុស្សហើយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យយើងយល់ពីគ្នាចែកម្លែកព័ត៌មានជាមួយគ្នាហើយជាព័ត៌មានពិតដោយមិនបង្កើតជាទម្រង់រើសអើងណាមួយអរគុណអរគុណទាំងគ្នាសិន